đây này đó kia chụp này giờ thì thôi đồng tiền thôi thì này đây khi một bằng hàng bị được biết với cha space từ bên chồng đây này giấy mang tưa na con trả lòng hay này cứ cung xong bỏ giấy cứ miếng tâm so cần cái lắm hay nên có số thực xỉu bên chồng bờ rụt đi bị chén slug tấm hay nhưng mình sẽ chỉ được 7 chôn hay nên space tưa dương nắng space tưa dương trắng tục về chợ đông các bạn rơi môi cặp bố về chợ bị các bạn rơi chợ địa tội đột nhung chân các bạn này lấy dương lê kêu tỏ nâng chỗ kia sân máu to máu nhung thôi cả cô kêu nâng ao riêng là lìa máu cối sắp mà ok lấy nâng cái tha kêu là bao nhiêu bàn cô sắp hay dương tục về mặt đồng sân tới dương mẫu lấy nâng kêu nhung thôi cả chặt tật đam sân đam bầyตลอด spray เตือนរបស់យើងឲ្យវាទន់ហើយឆ្អិនមកល្មមខ្ញុំមិនយកឆ្អិនពេកទេឆ្អិនពេកវាអត់មានសារជាតិផ្អែមនៅក្នុងបន្លែរបស់យើងទេអញ្ចឹងទៅខ្ញុំយកឆ្អិនមកល្មមអញ្ចឹងហើយខ្ញុំបានបន្ថែមប្រេងឆាចូលទៅក្នុងទឹកនឹងដើម្បីឲ្យបន្លែយើងនឹងគឺទន់ល្អហើយខ្ញុំក៏ធ្វើការដាំទឹករហូតដល់ទឹកនឹងពុះចាំយើងចាក់បន្លែយើងចូលឥឡូវនេះគឺថាទឹករបស់យើងបានពុះហើយយើងក៏ដាក់ស្ពៃរបស់យើងចូលទៅដើម្បីស្រុះវាបន្ទាប់ពីឆ្អិនមកខាងហើយយើងក៏ត្រឡប់មកខាងទៀតដើម្បីឲ្យវាឆ្អិនដែរហ្នឹងហើយខ្ញុំក៏ធ្វើការចាក់ទឹកសធម្មតាចូលក្នុងបឋមទៅនៅពេលដែលស្ពៃដែលយើងស្រុះរួចហើយគឺយើងដងវាដាក់ចូលក្នុងបឋមមកឲ្យវាត្រជាក់ទៅពេលយើងសងស្ពៃដាក់ចូលក្នុងបឋមហើយយើងទុកម្ដុំសិនទៅយើងមកធ្វើទឹកប្រេងចងរបស់យើងម្ដងគឺខ្ញុំបានធ្វើការចាក់ខ្លាញ់ដើម្បីបំពងខ្ទឹមយើងឲ្យក្រហមចាំយើងចាក់គ្រឿងដែលយើងបានលាយមិញហ្នឹងចូលទៅទាំងអស់ហើយនឹងបានបន្ថែមទឹកសបន្តិចផងដែរឥឡូវនេះគឺថាខ្ទឹមរបស់ខ្ញុំបានមកពងខ្ទឹមក្រហមល្អហើយខ្ញុំក៏ធ្វើការចាក់គ្រឿងដែលយើងបានលាយមិញចូលទាំងអស់ទៅបន្តមកទៀតខ្ញុំក៏ធ្វើការបន្ថែមទឹកសបន្តិចផងដែរហើយធ្វើការដាំរហូតទាល់តែពុះបន្ទាប់មកយើងក៏ធ្វើការចាក់ស្លឹកខ្ទឹមដែលយើងចិញ្ចាំរួចនឹងចូលទៅហើយកូរវាទៅប៉ុណ្ណឹងគឺយើងអាចបិទភ្លើងបានហើយអ្នកទាំងអស់គ្នាឥឡូវយើងទុកវាម្ដងសិនយើងមកចៀនសាច់យើងសិនពេលនេះគឺថាសាច់ជ្រូករបស់ខ្ញុំបានចៀនឆ្អិនហើយឥឡូវខ្ញុំទុកវាត្រជាក់សិនដើម្បីធ្វើការហាន់ហើយឥឡូវនេះគឺខ្ញុំបានរៀបចំដាក់ចានរួចហើយមើលទៅតំណអត់បងប្អូនហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងបើសិនជាបងប្អូនចូលចិត្តកុំភ្លេចចុចបេះដូងខ្ញុំម្នាក់មួយផងកុំភ្លេចជួបខ្ញុំនៅថ្ងៃស្អែកម្ដងទៀតបាយបាយ